នេះគឺជាវីដេអូនៃការយក API គ្រប់ជាដំបូងអ្នកគ្នាចុច console.crop.com ដូចខ្ញុំមកហើយចូលមកអ្នកគ្នាត្រូវដាក់ជាមួយ Gmail login មួយ Gmail យើងទៅអូខេស្លាច់យក Gmail ណាមួយមកចុច continue អូខេបន្តមកទៀតមានធ្វើការ login ជាមួយ Gmail យើងផ្ទាល់មកអូខេបន្ទាប់ចេញបែបនេះយើងស្លាច់យកកន្លែង API key អូខេយើងស្លាច់មកយើងចុច create API key ហ្នឹងមកដើម្បីយើងដាក់ឈ្មោះដាក់ឈ្មោះអីក៏បានដែរហ្នឹងហើយខ្ញុំសូមដាក់ MV01 ចឹងចុះបន្ទាប់ពីហើយយើងចុចកន្លែងimpine ដែលយើងបាច់កំណត់អីទៀតហ្នឹងអូខេចុច submit មកពេលទៅចាំរងចាំមកផ្លែទៅវានឹងបង្កើត API ឲ្យយើងអូខេនេះយើងទទួលបាន API key ហើយយើង copy ទុកសិនមកអូខេយើងចុច done អូខេប៉ុណ្ណឹងរួចរាល់ហើយ